ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃមួយចំនួនកំពុងតែចាប់ផ្ដើមកោះបកាយរឿងឃាតកម្មលោកលឹមកំយ៉ាដែលជាអតីតតំណាងរាស្ត្ររបស់គណៈបព្វប្រឆាំងហើយត្រូវបានគេបាញ់សម្លាប់នៅក្នុងកណ្ដាលទីក្រុងបាងកកនៅក្នុងតំបន់ទេសចរដ៏មមាញឹកមួយនៅទីក្រុងបាងកកហើយឃាតករហ្នឹងត្រូវបានមហាជនដឹងឮថាកំពុងតែលាក់ខ្លួនឬក៏ស្នាក់នៅក្នុងប្រទេសកម្ពុជាដូច្នេះរឿងនេះក៏ជារឿងមួយដែលជាដំបៅមួយរបស់កម្ពុជាដែរដែលថៃកំពុងតែយករឿងនេះដើម្បីធ្វើម៉េចទៅឲ្យទៅហែកនៅលើឆាកអន្តរជាតិបង្ហាញអំពីយន្តការនៃការអនុវត្តឬក៏ការរក្សានៅយុទ្ធធម៌ការស្វែងរកយុទ្ធធម៌សម្រាប់ជនរងគ្រោះហ្នឹងថាជារឿងដែលគ្មានប្រសិទ្ធភាពហើយនឹងជារឿងដែលបរាជ័យជាសរុបមកវិញទាំងរឿងលោកលឹមកំយ៉ាក្តីទាំងរឿងហេតុផលក្នុងការបិទព្រំដែនក្នុងចេតនាទប់ស្កាត់ប្រតិកម្មអនឡាញក្តីក្នុងហេតុផលក្នុងការការពារសុវត្ថិភាពពលរដ្ឋនៅតាមព្រំដែនរបស់ថៃក្តីហេតុផលទាំងអស់នេះជាហេតុផលមួយដែលខ្ញុំមើលថាជាការបោះជំហានថ្មីមួយដែលក្រោយពីរដ្ឋាភិបាលឬក្រោយពីកម្ពុជាហ្នឹងបានទៅលូកទៅចាក់បំបែកផ្ទៃក្នុងរបស់ប្រទេសថៃហើយយើងឃើញហើយថាគ្រប់គ្នាប្រហែលសប្តាហ៍ 2-3 សប្តាហ៍កន្លងមកនេះយើងឃើញថាកម្ពុជាហ្នឹងទាំងអតីតនាយករដ្ឋមន្ត្រីហ្នឹងក៏ផ្ញើសារឌឺដងអីច្រើនដែរក្រៅពីបែកសារបែកធ្លាយហើយក៏បង្ហោះរូបថតបន្ទុករបស់លោកតាក់ស៊ីននៅក្នុងពាក្យដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនជាមួយនឹងអ្នកស្រីជិងយីងឡាក់បន្ទប់នឹងពណ៌ការឈូកស្អាតដែរហើយឥឡូវហ្នឹងក៏ជាដែលធ្វើឲ្យមហាជនថៃហ្នឹងក៏ឆេះដុំណាកាន់តែមួម៉ៅជាមួយនឹងលោកស្រីថៃថងឋានកាន់តែមួម៉ៅជាមួយនឹងគ្រួសារតកូលតាក់ស៊ីនហើយថ្មីនេះក៏ឃើញកាសែតថៃហ្នឹងមកនិយាយថាអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងបាននិយាយថារដ្ឋាភិបាលថៃ12ជំនាន់ចុងក្រោយមានតែរដ្ឋាភិបាលរបស់លោកប្រយុទ្ធច័ន្ទអូឆាទេជារដ្ឋាភិបាលដែលល្អជាងគេខ្ញុំថាជាយុទ្ធសាស្ត្រដែលចាក់ថៃឲ្យឆ្លោះគ្នាឬក៏ជាយុទ្ធសាស្ត្រធ្វើម៉េចឲ្យកងទ័ពត្រឡប់មកកាន់អំណាចវិញរបស់តែជាចេតនានេះជាការវិភាគជាការសន្និដ្ឋានរបស់ខ្ញុំឯងអាចថាខុសពីអ្វីដែលជាការពិតក៏ប៉ុន្តែដោយសារសេណារីយ៉ូឬក៏ផុសតាងមួយចំនួនខ្ញុំអាចធ្វើការសន្និដ្ឋានថាជាចេតនាមួយរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងគឺបើសិនជាក្នុងករណីមានការផ្លាស់ប្ដូររដ្ឋាភិបាលនៅប្រទេសថៃទោះបីជារដ្ឋាភិបាលយោធាក្តីទោះបីជារដ្ឋាភិបាលស៊ីវិលក្តីកម្ពុជាអាចងាកមកបើកច្រកចរចាទ្វេភាគីបានព្រោះបើខ្ញុំមើលទៅខណៈដែលលោកស្រីផៃថងឋានដែលជាកូនស្រីរបស់លោកតាក់ស៊ីនបើសិនជាក្នុងករណីកូនស្រីរបស់លោកតាក់ស៊ីនមិនទៅណាហើយមិនចុះចេញពីតំណែងនៅតែបន្តធ្វើជានាយករដ្ឋមន្ត្រីយន្តការទ្វេភាគីនៅរវាងកម្ពុជាថៃក្នុងការដោះស្រាយវិវាទទាំងសេដ្ឋកិច្ចការទូតពាណិជ្ជកម្មព្រំដែនអីជាដើមលក្ខណៈនេះគឺมันអាចរកច្រកចេញបានទេព្រោះយើងដឹងហើយថាក្រោយពីសារបែកធ្លាយនេះគឺអ្នកស្រីផៃថងឋានហ្នឹងគឺរងសម្ពាធខ្លាំងមែនទែនណារងសម្ពាធខ្លាំងមែនទែនរហូតទៅដល់អ្នកនយោបាយថៃខ្លះហ្នឹងថាមានខ្លួនថាឲ្យអ្នកស្រីផៃថងឋានថាមានខ្លួនជាថៃប៉ុន្តែមានក្បាលជាខ្មែរណាមានន័យថាលោកស្រីផៃថងឋានហ្នឹងគឺជានាយករដ្ឋមន្ត្រីអាយ៉មួយរបស់លោកនាយកអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនជាល្បិចនយោបាយដែលខ្ញុំកំពុងតែមើលដំណើរយុទ្ធសាស្ត្រនៃភាគីទាំងពីរខ្ញុំឃើញថាអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនរុញឲ្យថៃផ្លាស់ប្ដូរអាចមានការផ្លាស់ប្ដូររដ្ឋាភិបាលហើយអាចបើកច្រកក្នុងការចរចាឡើងវិញព្រោះអាចនិយាយថារដ្ឋាភិបាលរបស់ថៃថងឋានហ្នឹងគឺមិនអាចពជាកងទ័ពបានពិបាកនៅក្នុងការនិយាយជាមួយរដ្ឋាភិបាលផ្សេងកងទ័ពធ្វើផ្សេងអីជាដើមឡើងអញ្ចឹងបើមានរដ្ឋាភិបាលថ្មីមករដ្ឋាភិបាលកម្ពុជាមានលេសថាយើងអាចជជែកគ្នាជាទ្វេភាគីវិញបានបើកច្រកបើកអីលំហពាណិជ្ជកម្មអីឡើងវិញទៅប៉ុន្តែឥឡូវនេះខ្ញុំមើលទៅយុទ្ធសាស្ត្រមួយនេះអាចធ្លាត់យុទ្ធសាស្ត្ររបស់អតីតនាយករដ្ឋមន្ត្រីក្នុងការរុញឲ្យមានការផ្លាស់ប្ដូរមេដឹកនាំនៅប្រទេសថៃហ្នឹងប្រហែលជាអាចធ្លាត់បើសិនជាក្នុងករណីចឹងមែនណាក្នុងករណីដែលគាត់មានចេតនាចឹងមែនអាចធ្លាត់ត្រង់ថាក្រោយអំពីការចាក់បំបែកដោយប្រើប្រាស់វិធីដែលខ្ញុំប្រើពាក្យថាយុទ្ធសាស្ត្រក
ក៏វែកដាវឆ្លងដែនទៅធ្លាក់នៅបង្កកឲ្យពួកថៃហ្នឹងរើសយកមកចាក់គ្នាប៉ុន្តែឥឡូវនេះវាហាក់ដូចជាធ្វើឲ្យកងទ័ពជាមួយនឹងរដ្ឋាភិបាលហ្នឹងត្រូវគ្នាមកវិញណាត្រូវគ្នាមកវិញហើយមេទ័ពភូមិភាគ2របស់ថៃហ្នឹងគឺបិទព្រំដែនចកជុកគគីហ្នឹងគឺក្រោយពីលោកស្រីផៃថងថានហ្នឹងទៅធ្វើទស្សនកិច្ចនៅតំបន់ក្បែរហ្នឹងតែមួយថ្ងៃប៉ុណ្ណោះអញ្ចឹងហើយមានការចរចាអីមួយយ៉ាងណាមានការចរចាអីមួយយ៉ាងនៅក្នុងការធ្វើកិច្ចការនេះទោះបីជាយ៉ាងណាក៏ដោយយើងបន្តតាមដានមើលប៉ុន្តែខ្ញុំជឿថារដ្ឋាភិបាលកម្ពុជានឹងក៏ប្រហែលជាខ្ញុំជឿថាមានអ្នកយុទ្ធសាស្ត្រនៅក្នុងការតាមដាននៅលើដំណើរយុទ្ធសាស្ត្ររបស់ប្រទេសថៃដំណើរយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលថៃនៅក្នុងការទប់ស្កាត់នៅក្នុងការវាយបកមកកម្ពុជាវិញខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតថាអ្វីដែលកម្ពុជាធ្វើទៅលើថៃលើកនេះគឺជារឿងមួយដែលបង្កើតនៅក្តីអាម៉ាស់ធំណាស់សម្រាប់ប្រទេសថៃចឹងហើយខ្ញុំជឿថារដ្ឋាភិបាលថៃឬក៏ពលរដ្ឋថៃឬក៏ប្រទេសថៃហ្នឹងគឺมันអាចនឹងស្ងៀមបានទេសំដៅបាទมันអាចនឹងស្ងៀមបានទេចឹងហើយក៏កំពុងតែរកវិធីនៅក្នុងការតបតជាមួយកម្ពុជាវិញហើយដំណើរយុទ្ធសាស្ត្រមួយទៀតដែលថៃនឹងលេងដែរអាចថាជាសញ្ញាបៀមួយនៅក្នុងចំណោមសញ្ញាបៀផ្សេងទៀតហ្នឹងគឺរឿងការបិទពាណិជ្ជកម្មជាពិសេសការបិទការនាំចូលផលិតផលកសិកម្មពីកម្ពុជាណាជាពិសេសនៅពេលដែលយើងដល់រដូវប្រមូលផលដំឡូងមីប្រមូលផលស្រូវអីហ្នឹងគឺថៃនឹងអាចបិទជាការគប់ដង្ហើមសេដ្ឋកិច្ចមួយផ្នែកទៀតរបស់កម្ពុជាហើយសម្លឹកបៀបន្តទៅទៀតយើងចាំមើលថាតើថៃនឹងប្រើសម្លឹកបៀណាដើម្បីបែកបកមកកម្ពុជាវិញណាសម្លឹកបៀមួយដែលខ្ញុំធ្លាប់បានលើកឡើងពីកម្មវិធីផ្សាយលើកមុនហ្នឹងក៏បានបញ្ជាក់អំពីការបើកការស្វាគមន៍ណានៃបពប្រឆាំងឬការផ្ដល់ជំរកឲ្យកុំអ្នកប្រឆាំងរដ្ឋាភិបាលកម្ពុជាហ្នឹងអាចរស់នៅស្រួលបួលនៅក្នុងប្រទេសថៃដើម្បីអាចឈានទៅដល់ការប្រើប្រាស់កម្លាំងរបស់គណៈបពប្រឆាំងហ្នឹងនៅក្នុងការផ្ដួលរំលំរដ្ឋាភិបាលជាដើមអានេះខ្ញុំមើលដំណើរជាសេណារីយ៉ូទេកើតឡើងឬមិនកើតឡើងអានឹងជារឿងមួយដែលយើងមិនអាចធ្វើការប៉ាន់ស្មានបានទេនយោបាយមានភាពបត់បែនខ្លាំងដូចខ្ញុំលើកឡើងថានយោបាយដូចទឹកលើស្លឹកឈូកចឹងណាថ្ងៃនេះស្ថានភាពបែបនេះស្អែកអាចមានការប្រែប្រួលអញ្ចឹងដូចគ្នាដែរមកដល់ពេលនេះយើងឃើញថាដំណើរយុទ្ធសាស្ត្ររបស់ថៃគឺឈានចេញអំពីការធ្វើចំនួនព្រំដែនសូមបញ្ជាក់ថារឿង ICJ តាក់ទងទៅនឹងតំបន់ទាំង4នោះគឺថៃបានបកគលកិច្ចការងារនេះទៅស្ថាប័នអប់រំមានន័យថាទៅក្រមបញ្ញវន្តទៅក្រមអតីតអ្នកការទូតទៅក្រមអ្នកសិក្សាស្រាវជ្រាវអំពីច្បាប់អន្តរជាតិអ្នកមានជំនាញខាងតុលាការអន្តរជាតិហ្នឹងមកដើម្បីរៀបចំគណៈកម្មការមួយនៅក្នុងការតតាំងក្តីជាមួយនឹងកម្ពុជាយើងមិនដឹងថាសម្រាប់ខ្ញុំមើលឃើញថាថៃនៅតែប្រកាន់ចំហនៅក្នុងការមិនទទួលស្គាល់សេចក្តីសម្រេចណាឬក៏ការកាត់សេចក្តីរបស់តុលាការ ICJ ក៏ប៉ុន្តែថៃនឹងព្យាយាមធ្វើយ៉ាងណាដើម្បីឲ្យ ICJ ទម្លាក់រឿងក្តីនេះចោលនៅក្នុងដំណាក់កាលដែល ICJ កំពុងតែពិចារណាថាខ្លួនមានអំណាចគ្រប់គ្រាន់នៅក្នុងការបន្តកាត់សេចក្តីរឿងក្តីនេះដែរទេហើយបើសិនជាក្នុងករណី ICJ បន្តនៅក្នុងការកាត់សេចក្តីថៃមានឱកាសម្ដងទៀតនៅក្នុងការទៅ lobby នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានប្រទេស5ប្រទេសមហាអំណាច5ជាសមាជិកអចិន្ត្រៃយ៍ដូច្នេះយើងចាំមើលថាតើដំណើរយុទ្ធសាស្ត្ររបស់ថៃនៅក្នុងការទប់នៅក្នុងការតតាំងក្តីនៅ ICJ យ៉ាងណានោះអានឹងយើងឃើញថានឹងជាដំណើរវែងឆ្ងាយយើងចាំតាមដានទាំងអស់គ្នាក៏ប៉ុន្តែដំណើរយុទ្ធសាស្ត្រនៅក្នុងការទប់យុទ្ធសាស្ត្រ defeat របស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនកំពុងតែចេញដំណើរក្រៅតែពីការបិទព្រំដែនដើម្បីទប់ដង្ហើមសេដ្ឋកិច្ចណាទប់ការមកគេហៅថាបំផ្លាញព្យាយាមធ្វើម៉េចឲ្យលំហូរពាណិជ្ជកម្មហ្នឹងវាថយចុះទន្ទឹមនឹងនោះថៃបាននាំរឿងដែលជាដំបៅចាស់របស់កម្ពុជាទាក់ទងទៅនឹងមជ្ឈមណ្ឌលក្រតកម្មអនឡាញណាឃាតកម្មទៅលើលោកលឹមកំយ៉ាយជាដើមនេះយកទៅហែកឲ្យអន្តរជាតិសំអុយកម្ពុជានៅលើឆាកអន្តរជាតិឲ្យអន្តរជាតិមើលឃើញថាអ្វីដែលជារឿងដែលកើតឡើងរវាងថៃកម្ពុជានេះវាមិនមែនជារឿងដែលថៃជាអ្នកចាប់ផ្ដើមទេមានន័យថាគេចង់បង្វែរទស្សនាទានឬក៏ទស្សនៈរបស់អន្តរជាតិហ្នឹងឲ្យមើលឃើញថារឿងដែលកើតឡើងមិនមែនជាកំហុសរបស់ថៃទេ
វិជាកំហុសរបស់កម្ពុជាណាវាជាកំហុសដែលដូចដើមចេញពីកម្ពុជាមកវិញដូច្នេះជាដំណើរជំហាននយោបាយបន្ទាប់មកទៀតនឹងអាចឈានទៅដល់ការរឿងបិទការនាំចូលទំនិញកសិកម្មពីកម្ពុជាទៅថៃណានឹងអាចឈានទៅដល់ការស្វាគមន៍លោកសំរងស៊ីអីប៉ុន្តែគាត់លោកសំរងស៊ីគាត់សម្រាប់ចិត្តចូលទៅថៃមិនចូលទៅថៃអានឹងជាសិទ្ធិសម្រាប់របស់គាត់ទេណាគាត់អានឹងប៉ុន្តែគាត់ជាការវិភាគសេណារីយ៉ូរបស់ខ្ញុំគិតថាវាអាចមានចលឹកបៀមួយចំនួនទៀតដែលថៃកំពុងតែប្រើព្រោះចង់ជម្រាបជូនបងប្អូនថាថៃប្រើជោគជ័យជាមួយនឹងភូមាតាក់ទងទៅនឹងរឿងការផ្ដាច់ភ្លើងការផ្ដាច់អ៊ីនធឺណិតតែប៉ុន្តែគាត់ថាមិនធ្ងន់ធ្ងររហូតដល់បិទព្រំដែនទេប៉ុន្តែគាត់ថាមេតបភូមានៅតំបន់ដែលត្រូវបានថៃផ្ដាច់ភ្លើងផ្ដាច់អ៊ីនធឺណិតហ្នឹងគឺដួលរលំតែម្ដងដោយសារតែទ័ពនៅតំបន់ហ្នឹងគឺរស់ដោយសារតែក្រិតកម្មអនឡាញហ្នឹងឯងចរន្តសាច់ប្រាក់នៅក្នុងការចិញ្ចឹមកងទ័ពអញ្ចឹងហើយរូបមន្តមួយនេះប្រហែលជាអាចថៃនឹងយកមកប្រើសម្រាប់កម្ពុជាក្រៅតែពីសំអុយឈ្មោះកម្ពុជាតាក់ទងទៅនឹងរឿងក្រិតកម្មអនឡាញហើយអាចឈានទៅដល់ការទប់ស្កាត់ជាពិសេសដំណើរការនៅក្នុងការខ្មែរយើងថាកាស៊ីណូអនឡាញឬអីជាដើមនៅតាមព្រំដែនហ្នឹងគឺអាចធ្វើឲ្យស្ថានភាពនៅតាមព្រំដែនជាពិសេសតំបន់សំខាន់ដូចជាប៉ោយប៉ែតកោះកុងអូស្មាច់តែយើងដឹងហើយថាតំបន់ទាំងនោះសុទ្ធតែជាតំបន់ដែលមានកាស៊ីណូហើយកាស៊ីណូនោះភាគច្រើនជាកាស៊ីណូអនឡាញដែល operate ដែលធ្វើប្រតិបត្តិការទូទាំងពិភពលោកយើងមិនដឹងថាចរន្តសាច់ប្រាក់នៅក្នុងការប្រតិបត្តិការgame online ការគម្រាមកំហែង online scam online ក្រិតកម្ម online ហ្នឹងមានទំហំសាច់ប្រាក់ប៉ុណ្ណាទេប៉ុន្តែតែជាការប៉ាន់ស្មានក៏សិតតែខ្ទង់ពាន់លានដុល្លារហើយចរន្តនៃលំហូរសាច់ប្រាក់នោះខ្ញុំថ្ងៃនេះមានប៉ុណ្ណឹងចង់ចែករំលែកជូនបងប្អូនអ្នកស្ដាប់ជាពិសេសអ្នកដែលតាមដានជាប្រចាំនៅក្នុងការជជែកនៅក្នុងការដល់ជាគំនិតនៅក្នុងការវិភាគរបស់ខ្ញុំបាទសូមអរគុណចំពោះការតាមដានជាប្រចាំហើយអ្វីដែលសំខាន់នោះដូចខ្ញុំបានជម្រាបជូនអញ្ចឹងថាស្ថានភាពនៃវិវាទកម្ពុជាថៃនេះយើងមើលទៅវាកំពុងតែវិវត្តទៅកាន់តែមានភាពតានតឹងហើយក៏យើងមិនដឹងថានឹងតានតឹងនៅក្នុងកម្រិតណាដល់ឡើយទេហើយការបិទព្រំដែនហើយលំបែងនៅក្នុងការបិទច្រកព្រំដែននេះក៏យើងមិនដឹងថានឹងអាចឈានទៅដល់ការបិទព្រំដែនប្រមាណទៀតដែរព្រោះយើងឃើញថាព្រឹកមិញនេះឡងទៅឡងមកហ្នឹងគឺច្រកព្រំដែន 3-4 ហ្នឹងត្រូវបានបិទហើយជាពិសេសច្រកជប់គូគីហ្នឹងគឺបិទជាអចិន្ត្រៃយ៍ជាមួយនឹងស្រកអូស្មាច់ហើយសំទោសជាមួយនឹងស្រកជាន់សង្ងាំនៅលំវែងអញ្ចឹងហើយអ្វីដែលខ្ញុំមើលឃើញថាជារឿងដែលគួរឲ្យសោកស្ដាយហ្នឹងគឺផលប៉ះពាល់ហ្នឹងនឹងវាធ្លាក់ទៅលើពលរដ្ឋដែលនៅតាមព្រំដែនទាំងសងខាងក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយការរក្សានៅបូរណភាពទឹកដីការតតាំងពីការឈ្លានពានរបស់បរទេសការរក្សានៅសេចក្តីថ្លៃថ្នូររបស់ជាតិណាអានេះវាជាកាតព្វកិច្ចទោះបីជាខាតផលប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មខ្លះក៏ដោយខ្ញុំជឿថាពលរដ្ឋទូទៅตอนโหลดเก่งเนี่ยว่าเมสประเด็นนะเขาเนี่ยchó bật hào chó bù chứมีลมมาจากไหนวะไม่เห็นจะมีเลยมีล้มเนี่ยแต่เวลาบางตัวเป็นตื่นเช้าเลยเช้าเอาđi ơi chờ cameraเอาที่เก่าcamera này đấy để gạt ba mình đi àมันเลยสะอาดอยู่ในสะอาดจังน่าก็กระดาษจริงแต่ไอ้จักจริงก้อยđấy มันเลยเป็นสะอาดอยู่ในแบบสะอาดอาดหมดเลยโอ้เป็นไอ้คนไหนลายบางไอ้เคยหมดแล้วมาได้ปะ
mới khi một vô phải តែអីឃើញតា trong like trong chỗ trong là bay đó ai trời ចាក់ល្បីដែរហ្នឹង bạn chia sẻ chẳng là bay nghe đây ơi được lon bài ngầu vù bà đó bật bài bên lon cho camera coi á ឡងទៀតអត់ nó đây mà chặt ra chia đây nâng đâu mà bắt lon đây nâng đâu bà biết xua bà màn nè chứ ngày nay lại account mày tí account cha bàn tay ở đây lại bà account cha bàn tay ở đây lại là account nó bị khâu tới rằng lại khâu này tí bàn tay khâu này mình đã lại chứ không sao này lại lượt tí pì Ôi, mấy bay lòn. Ôi. ba biệt xua ngày nay miền Pol miền Mây mà chạy đầm lệ ngày này Pol miền cái đài kia là ngày này đây pu chan này ở biệt xuôi bạt mục đã có phục chan bạt mục đã có vùng chan chân cái đầm khơi nè vùng chan bát ngày đấy nhom trong địa dây về rương này dụ đoạn tây mai dương nắng bà
នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតហ្នឹងគេទៅទស្សនកិច្ចនៅបារាំងហ្នឹងរយៈពេលបាទ2-3ថ្ងៃបាទរយៈពេល 2-3 ថ្ងៃបានតែថ្ងៃនេះត្រឡប់មកវិញហើយបាទអញ្ចឹងខ្ញុំចង់លើកយកមកនិយាយតាក់ទងនឹងរឿងនាយករដ្ឋមន្ត្រីនឹងគាត់ទៅប្រទេសបារាំងហ្នឹងឃើញជួបបាទឃើញជួបធានាធិបតីបារាំងបាទឃើញជួបអ្នកស្រីជាប្រធានសភាអឺរ៉ុបបាទឃើញជួបអ្នកមុខអ្នកការច្រើនបាទតែខ្ញុំចង់យកមកនិយាយរឿងហ្នឹងតាក់ទងនឹងរឿងនយោបាយបាទតាក់ទងនឹងរឿងនយោបាយហើយនាយករដ្ឋមន្ត្រីខុសច្បាប់ឡើងតាមជើងខោឪហ្នឹងគឺហ៊ុនម៉ាណែតហ្នឹងគឺទៅត្រូវថ្មោងបារាំងហើយបាទទៅនឹងត្រូវថ្មោងបារាំងត្រូវស្លាប់ពៀនឬមួយសហគមន៍អឺរ៉ុបហ្នឹងគឺគេពមៀនខ្លាំងណាស់បាទទៅនឹងអត់មានអីមកនិយាយស្អីមកដោះស្រាយទៀតទេបាទទៅសារនេះយើងអាចនិយាយថាលើកចុងក្រោយក៏បានដែរនៅក្នុងរបបហ៊ុនម៉ាណែតហ្នឹងទៅអឺរ៉ុបប្រហែលថ្ងៃនេះហ្នឹងគឺមកដល់ត្រឡប់មកវិញហើយបាទត្រឡប់មកដល់ទីក្រុងភ្នំពេញវិញខ្ញុំបានឃើញវិទ្យុអប្រេសញូគេផ្សាយដែរបងរៀបសួរស្រុកបងរៀបសួរបាទថ្ងៃនេះខ្ញុំចង់លើកយកនិយាយចង់លើកយកមកនិយាយតាក់ទងនឹងរឿងហ៊ុនម៉ាណែតគេទៅសហគមន៍អឺរ៉ុបរយៈពេលប្រហែលថ្ងៃហ្នឹងតើទៅនឹងបានប្រយោជន៍អីបាទយើងដឹងហើយនៅក្នុងរបបហ៊ុនសែនពីហ៊ុនសែនពីឪមកដល់កូនបាទទៅណាក៏ត្រូវតនកម្មគេទៅណាក៏គេកោតទោសដែរបាទអញ្ចឹងរបបហ៊ុនសែនហ្នឹងក៏ទៅដើម្បីទី1ទៅសុំទានគេទេបាទទៅសុំទានគេទៅខ្ចីបុលគេទៅហើយបានទៅជួបជាមួយអ្នកមុខអ្នកការមន្ត្រីជាន់ខ្ពស់នៅសហគមន៍អឺរ៉ុបអីឬមួយដូចជាធានាធិបតីបារាំងអីចឹងទៅបាទគេទៅថតគេទៅផុសបាទគេទៅថតសពីទៅផុសនឹងប្រអួតប្រជាពលរដ្ឋខ្មែរយើងណាបាទប៉ុន្តែនៅក្នុងតាក់ទងព័ត៌មានក្តៅដំណាក់កាលចុងក្រោយនេះគ្រាន់តែខ្ញុំលើកយកមកពិភាក្សាបាទខ្ញុំលើកយកមកពិភាក្សាពីរឿងទស្សនកិច្ចហ៊ុនម៉ាណែតទៅសហគមន៍អឺរ៉ុបហ្នឹងគឺត្រូវបំនួងគេហើយបាទត្រូវបំនួងទាំងធានាធិបតីបារាំងហើយក៏ត្រូវបំនួងនឹងអ្នកស្រីប្រធានសហគមន៍អឺរ៉ុបបាទតែត្រូវបំនួងហ្នឹងត្រូវរបៀបម៉េចត្រូវបំនួងហ្នឹងបើខ្មែរយើងឲ្យយល់ហើយសពាតសារនេះហ៎ហ៊ុនម៉ាណែតទៅចូលរួមទៅសហគមន៍អឺរ៉ុបហ្នឹងគឺគេកោះហៅទៅបាទមិនមែនទៅដោយខ្លួនឯងទេគេកោះហៅបាទគេកោះហៅឲ្យទៅមកបាទអញ្ចឹងខ្ញុំយកមកខ្ញុំលើកយកមកពិភាក្សាតាក់ទងនឹងរឿងហ្នឹងតិចតាក់ទងនឹងរឿងជួបធានាធិបតីបារាំងបាទជួបគ្នានឹងធានាធិបតីបារាំងយើងដឹងហើយធានាធិបតីបារាំងគឺប្រធាន
បាទប្រធានកិច្ចព្រមព្រៀងនេះ$23ហ្នឹងគឺមានឥណ្ឌូនេស៊ីជាអនុប្រធានអញ្ចឹងនៅក្នុងការដែលតែជួបចូលរួមប្រជុំពីរឿងច្បាប់ច្បាប់ UN ក្លូតតាក់ទងនឹងរឿងច្បាប់ដែនសមុទ្រហ្នឹងច្បាប់អន្តរជាតិហ្នឹងហើយប្រជុំនៅបារាំងហើយនាយករដ្ឋមន្ត្រីឡើងតាមជើងខោហ្នឹងក៏បានជួបជាមួយធានាធិបតីលោកម៉ាក្រុងអញ្ចឹងនៅក្នុងសំណើជួបហ្នឹងគឺគេដាក់សម្ពាធហើយបាទគេដាក់សម្ពាធរបបហ៊ុនសែនហ្នឹងហើយទី1ឲ្យមកស្ដារលទ្ធិប្រជាធិបតេយ្យទី1ឲ្យគោរពគោរពអកិច្ចព្រមព្រៀងគ្នានៅទីក្រុងប៉ារីសហ្នឹងបាទឲ្យគោរពអកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសហ្នឹងអកិច្ចព្រមព្រៀងនេះ$23នៅទីក្រុងប៉ារីសឆ្នាំ91ហ្នឹងបាទឲ្យគេដាក់សម្ពាធនេះគឺគេដាក់សម្ពាធចុងក្រោយហើយបាទអត់មានអីរបបហ៊ុនម៉ាណែតអីរបបហ៊ុនសែនអីតកូលហ៊ុនអីមកធ្វើអីលេះលោះអីមកប្រើនយោបាយអីបោកប្រាស់នយោបាយអីជាផុតទៀតទេអត់ទេបាទនេះគឺសម្ពាធខ្លាំងណាស់សម្ពាធចុងក្រោយនេះគឺលោកម៉ាក្រុងហ្នឹងគឺដាក់សម្ពាធឲ្យត្រូវតែមកស្ដារលទ្ធិប្រជាធិបតេយ្យឲ្យមានសេរីភាពឲ្យមកគោរពសិទ្ធិមនុស្សបាទនេះនៅក្នុងដែលហ៊ុនម៉ាណែតទៅជួបធានាធិបតីបារាំងហ្នឹងគឺគេដាក់សម្ពាធហ่ะបាទហើយអត់ទៅដំណាក់កាលនៅពេលនេះអត់អីមកដោះសារអីទៀតទេបាទអត់ដោះសារអីចង់អញធ្វើមិនធ្វើចង់អញនៅដំណាក់កាលនៅពេលនេះគឺគេដាក់សម្ពាធខ្លាំងហើយដោះសារចេញទេបាទត្រូវតែគោរពមកនេះបើខ្មែរយើងតាក់តងនឹងគោរពតាក់ទងនឹងជួបធានាធិបតីបារាំងនេះកម្ពុជាបារាំងបាទនេះទី1ត្រូវឲ្យមានប្រជាធិបតេយ្យបាទសេរីភាពឲ្យគោរពសិទ្ធិមនុស្សបាទសិទ្ធិសញ្ញាសន្តិភាពនៅទីក្រុងប៉ារីស$23បាទគេដាក់សម្ពាធទៅហ្នឹងហើយគេដាក់សម្ពាធឲ្យវាត្រូវតែហ៊ុនម៉ាណែតហ្នឹងត្រូវតែធ្វើតាមគេហេតុអីបានចឹងមកខ្មែរយើងហេតុអីបានយើងហ៊ានអះអាងបាទហ៊ានអះអាងថាត្រូវតែគោរពមិនគោរពគឺអត់បានទេបាទអញ្ចឹងខ្ញុំថាអត់យូរទេបើខ្មែរយើងអត់យូរចាំមើលតែដោះលែងអ្នកទោសបានហើយបាទបានតែខ្ញុំមើលទៅដែលហ៊ុនម៉ាណែតចូលទៅជួបប្រជុំធានាធិបតីបារាំងហ្នឹងដឹងគេដាក់សម្ពាធឲ្យមករូបអកិច្ចព្រមព្រៀងនេះ$23អញ្ចឹងខ្ញុំថាអត់យូរដឹងដោះលែងអ្នកទោសហើយបាទចំណុចទី1ត្រូវតែដោះលែងអ្នកទោសនយោបាយហើយបាទអត់មានអីមកតតាំងអីទៀតទេបាទអត់មានអីទៅតតាំងទៀតទេអត់មានអីតតាំងហ្នឹងចង់មានន័យថាម៉េចរបបហ៊ុនសែនហ្នឹងគឺរបបហ៊ុនម៉ាណែតហ្នឹងគឺវាដើរដល់ផ្លូវតល់ច្រកហើយអត់មានអីហ្នឹងអត់មានអីទៅអ្នកណាហ៊ានមកចេញមុខអីមកការពាររបបហ៊ុនម៉ាណែតទៀតទេអត់មានទេបើខ្មែរយើងអត់មានទេអញ្ចឹងនៅក្នុងទស្សនកិច្ចហ៊ុនម៉ាណែតទៅបារាំងរយៈពេលប្រហែលថ្ងៃហ្នឹងគឺធានាធិបតីបារាំងគេដាក់សម្ពាធហើយប្រធានសហភាពអឺរ៉ុបអ្នកស្រីហ្នឹងក៏គេដាក់សម្ពាធដែរបាទដាក់សម្ពាធលើផ្នែកខាងសេដ្ឋកិច្ចផ្នែក EPA 80% ហ្នឹងហើយធានាធិបតីបារាំងហ្នឹងក៏គេដាក់សម្ពាធទៅលើហ៊ុនម៉ាណែតនឹងឲ្យមកគោរពសិទ្ធិមនុស្សឲ្យមកស្ដារលទ្ធិប្រជាធិបតេយ្យឲ្យមកដោះលែងអ្នកទោសនយោបាយដែរបាទហេតុអីបានយើងនិយាយចឹងរបបហ៊ុនសែននេះបើខ្មែររបបហ៊ុនសែននេះខ្លាំងបានតែខ្មែរទេសាសគេដល់ទេអត់ហ៊ានទេខ្លាំងបានតែជាមួយខ្មែរទេអញ្ចឹងរបបហ៊ុនសែននេះវានៅដំណាក់កាលនៅពេលនេះវាសពាតទណ្ឌកម្មវាគ្រប់ទិស
việc cướp cho là họ ta hơi ba hai ba về toàn là cam on đã chết việc lẹ mà lơ là bò nâng cái đạn sập biệt cướp từ cướp cho là họ nhưng xua tham vật tê na hiện trình một mà vật tê na hiện trình một miền là vật tê yuan miền là vật tê yuan muối tê đã hiện trình một hát ấy banบ่ว่าใครอย่างอะไรខ្ញុំលើកពីរឿងនយោបាយតិចចុះអញ្ចឹងគឺនៅក្នុងទស្សនកិច្ចហ៊ុនម៉ាណែតទៅអឺរ៉ុបនឹងទៅចូលរួមប្រជុំអន្តរជាតិច្បាប់ដែនសមុទ្រហ្នឹងគឺទៅជួបនឹងធានាធិបតីបារាំងគឺគេដាក់សម្ពាធឲ្យមកស្ដារលទ្ធិប្រជាធិបតេយ្យបាទឲ្យមកគោរពសិទ្ធិមនុស្សឃើញទេបងខ្មែរយើងហើយគេដាក់សម្ពាធប៉ុណ្ណឹងដាក់សម្ពាធគ្រប់ទិសគ្រប់